Hello ក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាននៃសាច់រឿងអេនីមេរបស់ខ្ញុំដែលថ្ងៃនេះផងដែរយើងនឹងបន្តការសម្រាននៃសាច់រឿង Dr. Stone នៅជាភាគបន្តសង្ឃឹមថាអ្នកទាំងអស់គ្នាជួយចុច Like Subscribe និងដាក់រូបសញ្ញាកណ្ដឹងឲ្យរូបខ្ញុំផងណាចឹងកុំឲ្យខាតពេលវេលាយូរតោះយើងចូលទៅកាន់សាច់រឿងតែម្ដងទៅបន្ទាប់ពីភាគមុនមកកុហាគូបាននិយាយថានាងស្រឡាញ់សេនគូតែសេនគូវិញគាត់ទទួលយកមិនបាននោះទេព្រោះវាហាក់បីដូចជាលឿនពេកហើយសម្រាប់គាត់កាត់មកដល់ភាគនេះកុហាគូបានបន្តថានាងគឺស្រឡាញ់នៅចរិតដែលជាសភាពបុរសរបស់គាត់ដូច្នេះនាងនឹងជួយសម្រេចនូវផែនការរបស់សេនគូក្រោយយប់ឡើងសេនគូបានឃើញកុហាគូកេងទាំងដៃនាងកាន់នៅដាវរបស់នាងដូច្នេះគាត់ក៏បាននិយាយថាគាត់មិនដែលឃើញនរណាម្នាក់កេងទាំងកាន់ដាវបែបនេះនោះទេហើយនាងគឺជាមនុស្សដំបូងហើយដែលឮហើយក៏អាគូបានប្រាប់ថានេះគឺជាវិធីសាស្ត្រការពារខ្លួនរបស់នាងដូច្នេះសូមកុំប្រកាន់នាងអីហើយទោះបីជានាងស្រឡាញ់គាត់ក៏ដោយតែនាងមិនបានទុកចិត្តគាត់100%នោះទេរីឯសិនគូវិញក៏បានតបទៅកូហាគូថាគាត់គ្មានកម្លាំងឯណាទៅតតាំងនឹងមនុស្សស្រីកម្លាំងដូចជាសត្វតោដូចជានាងនោះទេអញ្ចឹងហើយគាត់ត្រឡប់មកគេងវិញល្អជាងដោយលើសិនគូថាខ្លួនបែបនេះកូហាគូស្ទើរតែសម្លាប់សិនគូទៅហើយព្រោះតែសម្ដីរបស់សិនគូវាមិនស័ក្តិសមទៅនឹងចរិតដែលជាសភាពបុរសរបស់គាត់ហើយក្រោយលើបែបនេះសិនគូក៏បានបែរខ្លួនត្រឡប់មកគេងវិញព្រោះគាត់មិនចង់ត្រូវគេសម្លាប់ក្នុងមួយថ្ងៃ2ដងនោះទេដោយរៀបនឹងគេងទៅហើយកូហាគូបានសួរទៅសិនគូថាប្រសិនបើចង់តតាំងនឹងបុរសដែលមានស័ក្តិវែងដែលជាឈឺកាសាមែននាងនឹងជួយគាត់ហើយនឹងនាំសិនគូទៅភូមិរបស់នាងច្បាស់ណាស់អ្នកភូមិរបស់នាងនឹងជួយគាត់មិនខានឡើយដោយកាត់មកដល់ព្រឹកឡើងកូហាគូបានយកទឹកចេញពីកន្លែងទឹកក្តៅហើយនៅពេលដែលសិនគូសួរទៅនាងថាតើយកទឹកនេះទៅធ្វើអ្វីកូហាគូបាននិយាយថានាងយកទឹកក្តៅនេះដើម្បីទៅព្យាបាលប្អូនស្រីរបស់នាងបានបន្តថាជំងឺរបស់ប្អូនស្រីរបស់នាងកាន់តែធ្ងន់ឡើងនៅរយៈពេលចុងក្រោយនេះនាងគិតថាវាប្រសើរណាស់បើសិនជាជំងឺទាំងអស់កើតឡើងមកលើរូបនាងជំនួសវិញថាចប់សិនគូបាននិយាយថាទឹកដែលនៅក្នុងថូនេះប្រហែលជា50លីត្រទៅហើយតើនាងត្រូវមកយកទឹកនេះយ៉ាងធ្ងន់ជារៀងរាល់ថ្ងៃមែនដែរឬទេក៏ហកូបាននិយាយឡើងថាវាស្រាលទេវាហាក់បីដូចជាការហាត់ប្រាណរបស់នាងនឹងធ្វើឲ្យនាងកាន់តែរឹងមាំដូចនេះដែរអញ្ចឹងហើយនាងគួរតែអរគុណទៅប្អូនស្រីរបស់នាងវិញតែនិយាយមិនទាន់ចប់ផងការរអិលមួយស្ទើរតែធ្វើឲ្យទឹកក្នុងថូនោះខ្ចាយអស់ទៅហើយឃើញបែបនេះសិនគូមានចរិតជាសុភាពបុរសក៏ស្ម័គ្រចិត្តលើកថូនោះជំនួសកុហាគូតែដើរមិនទាន់បានប៉ុន្មានផងថូនោះក៏ធ្លាក់សង្កត់ទៅសិនគូបាត់ទៅហើយតែដោយហេតុថាជាមនុស្សដែលមិនចូលចិត្តបោះបង់ចោលសិនគូក៏បានបង្កើតនៅឡានធ្វើពីឫស្សីនិងជិះកាត់ផ្អើលពេញព្រៃប៉ុន្តែមិនមានហ្វ្រាំងនោះទេដោយនៅពេលដែលដល់ផ្លូវបត់ច្បាស់ណាស់ឡានដែលមិនមានហ្វ្រាំងរបស់គាត់មិនអាចទ្រាំតទៅទៀតនោះទេដូច្នេះហើយក៏បានខ្ទេចអស់តែម្ដងទៅក្រោយងើបឡើងពួកគេក៏បានឃើញនៅភូមិដែលនៅក្នុងភូមិនោះមានមនុស្សប្រហែលជា40នាក់ហើយសិនគូបានឆ្ងល់ថាតើមនុស្សទាំងអស់នេះមានប្រភពមកពីណានៅពេលដែលមកដល់ភូមិគិនរ៉ូនិងជីនរ៉ូមិនអនុញ្ញាតឲ្យសិនគូចូលទៅក្នុងភូមិនោះទេព្រោះវាគឺជាច្បាប់នៃកុលសម្ព័ន្ធដោយពីរនាក់នេះមិនឲ្យសិនគូចូលនៅក្នុងភូមិបែបនេះក៏អាគូបានបបួលពួកគេពីរអ្នកប្រយុទ្ធគ្នាជាមួយនឹងនាងតែទឹកមុខរបស់ពួកគេបានបញ្ជាក់អំពីចម្លើយយ៉ាងច្បាស់ទៅហើយសិនគូឃើញហើយក៏ចាប់យកសាប៊ូដែលគាត់បានធ្វើតាំងពីយូរនោះមកដាក់ទៅក្នុងទឹកបន្តិចហើយបង្កើតជាពពុះសម្បូរយ៉ាងច្រើនហើយគាត់ក៏បានហៅពពុះសាប៊ូនេះថាជាវីតាមុនគឺដើម្បីបោកបញ្ឆោតជីនរ៉ូនិងគិនរ៉ូដែលឃើញសាប៊ូបែបនេះគិនរ៉ូនិងជីនរ៉ូក៏ព្យាយាមបំបែកនៅពពុះសាប៊ូសិនគូបានដឹងយ៉ាងច្បាស់ពីភាពមិនដឹងអីទៅខាងផ្នែកវិទ្យាសាស្ត្ររបស់ពួកគេហើយគិតទៀតថាបច្ចេកទេសវិទ្យាសាស្ត្ររបស់គាត់ពិតជាល្អណាស់តើហើយបែបនេះគាត់នឹងទទួលបានកម្លាំងជំនួយពីពួកអ្នកភូមិជាក់ជាមិនខានដែលឃើញពីទឹកមុខរបស់សិនគូហើយក៏ហាគូបាននិយាយថាសិនគូក៏គួរឲ្យខ្លាចដែរនៅពេលនេះដែលបទទៅការប្រយុទ្ធជាមួយនឹងពពុះសាប៊ូមួយសន្ទុះមកជីនរ៉ូក៏បានរត់ទៅរកជំនួយហើយក៏បានជួបទៅនឹងខ្រូមហើយខ្រូមក៏បានអួតខ្លួនថាគឺជាមនុស្សដែលឆ្លាតជាងគេនៅក្នុងភូមិមួយនេះដែលឃើញខ្រូមដូច្នេះសិនគូក៏បានណែនាំខ្លួនថាគាត់មានឈ្មោះសិនគូនិងជាអ្នកវិទ្យាសាស្ត្រម្នាក់អាខ្រូមក៏បានថាឲ្យគិនរ៉ូនិងជីនរ៉ូថាទៅខ្លាចអីវីតាមុនអន់បែបនេះវាគ្រាន់តែបង្កើតមកពីធ្យូងនិងទឹកពណ៌ប្រផេះអន់វាគ្មានអ្វីអស្ចារ្យនោះទេតែគិនរ៉ូក៏បានប្រាប់ថាក្នុងនាមគាត់ជាអ្នកការពារភូមិម្នាក់គាត់មិនខ្លាចនោះឡើយវាត្រឹមតែជាវត្ថុដែលមិនស្គាល់ប៉ុណ្ណោះបន្ទាប់ពីនិយាយគ្នាចប់ខ្រូមក៏បានប្រកួតវេទមន្តជាមួយនឹងសិនគូ
Chrome ក៏បានបញ្ចេញនូវវីតាមីនដែលមានឈ្មោះថាអណ្ដាតភ្លើងឥន្ធនូដោយបានចាប់ផ្ដើមប្ដូរភ្លើងដែលកំពុងឆេះពីពណ៌ក្រហមទៅពណ៌លឿងរួចមកទៅពណ៌ខៀវនិងចុងក្រោយគឺពណ៌ស្វាយអ្នកទាំងអស់គ្នាបានភ្ញាក់ផ្អើលជាខ្លាំងតែលើកលែងតែសិនគូប៉ុណ្ណោះព្រោះគាត់បានដឹងថា Chrome គឺគ្រាន់តែបាចអំបិលដើម្បីប្ដូរពណ៌ទៅជាពណ៌លឿងបាចស្ពាន់ដើម្បីប្ដូរពណ៌ទៅជាពណ៌ខៀវនិងបាចស្ពាន់ធរចូលទៅក្នុងភ្លើងដើម្បីប្ដូរពណ៌ទៅជាពណ៌ស្វាយប៉ុណ្ណោះនៅពេលដែលឮសិនគូនិយាយរៀបរាប់រាយរាប់ច្បាស់លាស់បែបនេះ Chrome ស្ទើរតែមិនគួរឲ្យជឿថាសិនគូបានដឹងរឿងរ៉ាវគ្រប់យ៉ាងនិងសួរថាសិនគូមានវីតាមីនអានចិត្តរបស់អ្នកដទៃមែនទេដំបូងគាត់គិតថានៅពេលដែលសិនគូឃើញវីតាមីនរបស់គាត់ហើយសិនគូនឹងសុំចុះចាញ់ហើយនឹងស្រែកឲ្យគេជួយបន្ទាប់មកឲ្យគាត់ដាក់ទោសតាមចិត្តតែនៅពេលនេះប្រហែលជាគាត់ទេដែលជាអ្នកដែលត្រូវដាក់ទោសតាមចិត្តនោះឯងដោយមិនចង់បាក់មុខគាត់ក៏បានយកដុំបាល់ស្ពាន់ធម៌មកព្យាយាមទៅដោះដើម្បីបង្កើននូវថាមពលអគ្គិសនីតែសិនគូវិញបានធ្វើឲ្យមានចរន្តអគ្គិសនីដូចគ្នាតែបានឆក់ Chrome ស្ទើរតែខ្លោចទៅហើយដោយដឹងថា Chrome មានរ៉ែជាច្រើនសិនគូក៏បានចង់ចូលទៅក្នុងផ្ទះរបស់ Chrome តែ Chrome ក៏បាននិយាយថាគាត់ចង់ភ្នាល់ជាលើកចុងក្រោយនិងប្រសិនបើសិនគូឈ្នះគាត់នឹងប្រគល់ផ្ទះទាំងមូលឲ្យទៅសិនគូតែម្ដងប៉ុន្តែការភ្នាល់នោះគឺជាការគិតលេខប៉ុណ្ណោះគាត់ក៏បានត្រូវចុះចាញ់ក្រោយការនិយាយរបស់កូអាគូថាសិនគូគឺជាអ្នកដែលពូកែគិតលេខបំផុតនៅលើពិភពលោកនេះនិងទីបំផុតសិនគូក៏ទទួលបាននូវរ៉ែដែលគាត់ចង់បានដែលរួមមានស្ពាន់ធរត្បូងនិងរ៉ែកម្រជាច្រើនទៀតក្រោយមកពួកគេក៏បានទៅជួប Kinro និង Jinro ម្ដងទៀតតែដូចដែលលើកមុនដូច្នេះឯង Kinro និង Jinro មិនបានអនុញ្ញាតឲ្យសិនគូចូលទៅក្នុងភូមិនោះទេហើយក៏បាននិយាយថាច្បាប់គឺជាច្បាប់តែបែបនេះហើយសិនគូក៏បានបញ្ចេញនូវសមត្ថភាពបដូរលំពែងរបស់ Kinro ទៅជាមាសនិងសរសើរថា Kinro ស័ក្តិសមទៅនឹងលំពែងនេះខ្លាំងណាស់ដោយ Kinro ស៊ីចូលផងនោះ Kinro ក៏បានអនុញ្ញាតឲ្យសិនគូចូលយ៉ាងងាយស្រួលនិងបាននិយាយថាបំភ្លេចចោលនៅពាក្យសម្ដីថាច្បាប់គឺជាច្បាប់នោះចុះតែកាត់មកដល់កូហាគូវិញបានទៅជួបប្អូនស្រីរបស់នាងដែលជារូរីនាងក៏បានសម្គាល់ឃើញថាកូហាគូគឺមានអ្វីខុសប្លែកនិងបាននិយាយថាកូហាគូកុំលំបាកដោយសារតែនាងអីព្រោះនាងនៅសល់ពេលមិនយូរនោះទេដែលបកមកកាន់សិនគូនិងក្រុមវិញសិនគូក៏បានរៀបរាប់រឿងរ៉ាវគ្រប់យ៉ាងពីពិភពលោកនិងការកក់មនុស្សមួយផែនដីដោយស្ដាប់ចប់ក្រុមបានយំឡើងនិងនិយាយថាអ្វីបានរលត់អស់ទៅហើយតែសិនគូក៏បានបន្តភ្លាមថាពិភពលោកនេះមិនបាត់បង់លឿនបែបនេះទេហើយនឹងប្រើប្រាស់ការចងចាំនិងភាពសាមគ្គីដើម្បីឲ្យពិភពលោកនេះវិលមករកសភាពដើមវិញដែលលើការបដិញ្ញាចិត្តដូច្នេះហើយក្រុមដែលពោរពេញទៅដោយកម្លាំងចិត្តបានស្រែកឡើងថាគាត់នឹងជួយសិនគូបង្កើតពិភពលោកសាជាថ្មីនិងព្យាបាលជំងឺរបស់រូរីដូចគ្នា សរសេរគ្រឿងរបស់យើងក៏បានកាត់ចប់ត្រឹមនេះ. បាយបាយ